បើអ្នកចង់ធ្វើអ្វីមួយយ៉ាងឲ្យសម្រេចផលគឺពិតជាងាយស្រួលមែនទែនអ្នកគ្រាន់តែព្យាយាមធ្វើរឿងមួយនោះដោយការយកចិត្តទុកដាក់ខ្ពស់បំផុតនោះអ្នកប្រកាសជាសម្រេចបាននៅក្នុងឃ្លានេះបងប្អូនគឺយើងអាចនិយាយបានយ៉ាងរលូនមែនទែនប៉ុន្តែមួយឃ្លានេះបង្កប់នៅអាចកំបាំងចិត្ត3ដ៏សំខាន់ទី1គឺការសម្រេចចិត្តដ៏ត្រឹមត្រូវការសម្រេចចិត្តថាចង់បានអ្វីពិតប្រាកដច្បាស់ការទី2គឺចិត្តតស៊ូចិត្តបដូរផ្ដាច់ហើយនឹងទី3គឺចិត្តផ្ចង់ចិត្តផ្ដោតចិត្តយកចិត្តទុកដាក់បើបងប្អូនមានចិត្ត3ហ្នឹងបងប្អូនញញឹមបងប្អូនតែបើអត់មានទេអត់ងាយទេបងប្អូនពីព្រោះថាមនុស្សគឺងាយនឹងបោះបង់មនុស្សងាយនឹងឈប់ធ្វើងាយនឹងបោះបង់ងាយនឹងចុះចាញ់ជួបរឿងរ៉ាវជួបឧបសគ្គអីបន្តិចបន្តួចឬក៏ច្រើនជាដើមមនុស្សងាយនឹងបោះបង់មែនទែនប៉ុន្តែប្រសិនបើបងប្អូនមានចិត្ត3ខាងលើបងប្អូនការសម្រេចចិត្តដ៏ត្រឹមត្រូវការសម្រេចចិត្តដ៏ច្បាស់លាស់ពិតប្រាកដចិត្តតស៊ូបដូរផ្ដាច់និងការផ្ដោតការផ្ចង់ការរិះរកវិធីនោះបងប្អូនញញឹមបងប្អូនលទ្ធផលប្រកាសជាកើតមានយ៉ាងគាប់ចិត្ត